អ៊ីរ៉ង់ប្រាប់អង្គការសហប្រជាជាតិថាអ្នកណាក៏ដោយក្រៅពីអ្នកសំគំនិតក្នុងការឈ្លានពានអាចឆ្លងកាត់ច្រកសមុទ្រហូម៉ឺបានយោងតាមកាសែត Financial Times និងកាសែតអង់គ្លេសផ្សេងៗទៀតបានរាយការណ៍នៅថ្ងៃទី24ថាអ៊ីរ៉ង់មានការជូនដំណឹងដល់អង្គការសហប្រជាជាតិថានាវាមិនមែនជាសត្រូវអាចឆ្លងកាត់ច្រកសមុទ្រហូម៉ឺដោយសុវត្ថិភាពទោះជាយ៉ាងណាក៏ដោយអ្នកសំគំនិតក្នុងការឈ្លានពានមិនមានសិទ្ធិឆ្លងកាត់ដោយសុវត្ថិភាពនោះទេហើយវាហាក់ដូចជាមិនទំនងទេដែលស្ថានភាពនឹងប្រសើរឡើងគួរឲ្យកត់សម្គាល់ដោយសារតែចំនួនដែលកំពុងបន្តរវាងសហរដ្ឋអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់យោងតាមរបាយការណ៍អ៊ីរ៉ង់ដែលបានផ្ញើលិខិតមួយច្បាប់ទៅក្រុមប្រឹក្សាសន្តិសុខនិងអគ្គលេខាធិការ Guterres កាលពីថ្ងៃទី22នៅថ្ងៃទី24លិខិតនេះក៏បានចែកចាយក្នុងចំណោមរដ្ឋជាសមាជិកនៃអង្គការសមុទ្រអន្តរជាតិ IMO របស់អង្គការសហប្រជាជាតិផងដែរក្នុងលិខិតនោះអ៊ីរ៉ង់បានបង្ហាញអំពីភាពត្រឹមត្រូវនៃការបិទច្រកសមុទ្រនេះដោយបញ្ជាក់ថាខ្លួនបានចាត់វិធានការចាំបាច់និងមានតុល្យភាពដើម្បីទប់ស្កាត់ការធ្វើប្រតិបត្តិការអរិភាពប្រឆាំងនឹងអ៊ីរ៉ង់វាក៏បានកត់សម្គាល់ផងដែរថាទម្លាប់សម្រួលជាមួយអាជ្ញាធរអ៊ីរ៉ង់គឺចាំបាច់សម្រាប់កប៉ាល់ក្នុងការធ្វើនាវាចរតាមច្រកសមុទ្រហូម៉ឺដោយសុវត្ថិភាពលិខិតនោះបានបញ្ជាក់ថាកប៉ាល់ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលក៏ដូចជាអ្នកសំគំនិតផ្សេងទៀតក្នុងការឈ្លានពានមិនត្រូវបានធានាថាការធ្វើដំណើរដោយសុវត្ថិភាពនោះទេបន្ទាប់ពីការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅចុងខែកុម្ភៈអ៊ីរ៉ង់បានប្រមានថាខ្លួននឹងវាយប្រហារកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះដោយមានកប៉ាល់ជាង200គ្រឿងដែលកំពុងរងការខូចខាតកប៉ាល់ភាគច្រើនបានជៀសវាងការបើកទូកឆ្លងកាត់ច្រកសមុទ្រនេះអស់រយៈពេលជាង3សប្តាហ៍ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅនិងនាំឲ្យមានការកើនឡើងនៃតម្លៃប្រេងឆៅទាក់ទងនឹងច្រកសមុទ្រហូម៉ឺសហភាពអ៊ីរ៉ង់កំពុងពិចារណាដាក់ចេញនូវថ្លៃដឹកជញ្ជូនសម្រាប់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រនេះយោងតាមកាសែត Financial Times ការពិចារណានេះគឺស្ថិតនៅក្នុងដំណាក់កាលដំបូងហើយសេចក្តីព្រាងច្បាប់ទាក់ទងនឹងថ្លៃដឹកជញ្ជូននឹងតម្រូវឲ្យមានការបោះឆ្នោតភាគច្រើននៅក្នុងសភាដើម្បីអនុម័ត